ស្ដីអ្នកនេះឥឡូវយើងមកទីតាំងប៉ុណ្ណឹងគោដំរីនឹងសេះឥឡូវចាក់ស្ដីនៅខាងក្រោយនេះខាងក្រោយនេះគឺគេកំពុងតែប៉ុណ្ណឹងអញ្ចឹងទស្សនវិជ្ជាយើងទៅមើលទស្សនវិជ្ជាប៉ុណ្ណឹងទាំងអស់គ្នាគឺនៅខេត្តសៀមរាបអ្នកផ្លេចប្រាប់អ្នកគ្នាគឺនៅក្នុងព្រឹត្តិការណ៍អង្គរសង្គ្រាមឆ្នាំ2025យើងតែបងតោះឥឡូវយើងមើលមកសកម្មភាពដែលគេកំពុងតែប៉ុណ្ណឹងមានក្បីពីគូតាមនេះគេឡាមួយជាជនកម្ពុជារួចពីរដូវមកហើយឬក៏អាចនិយាយថាជាទូទៅអាចលេងបានគ្រប់ពេលទាំងឲ្យតែយើងកម្មវិធីមានប្រតិកម្មយើងអាចរំលេចបានថានេះគឺជាកីឡាមួយប្រភេទក៏ដូចជាល្បែងមួយប្រភេទដើម្បីយើងបណ្ដាគ្នាដើម្បីសុបាយហើយមានពានរង្វាន់ដែរតែអត់ដឹងអត់បានសួរគេថាពានរង្វាន់អីខ្លះតែអ្វីដែលសំខាន់នោះចាំថាអ្នកនរនេះពេលដែលចូលមកមិញមានកបីខ្លះអត់រត់គោខ្លះក៏អត់រត់ដែរនេះដោយសារតែបច្ចេកទេសនៃកម្ពុជាយើងស្ដាប់ទៅការបណ្ដាំគោកបីឬក៏សេះហ្នឹងគឺជារឿងសាមញ្ញប៉ុន្តែចាក់ស្ដែងទៅវាមិនមែនជារឿងសាមញ្ញប៉ុន្មានទេបើសិនជាអ្នកទាំងអស់គ្នាអត់ធ្លាប់មានបទពិសោធន៍ក្នុងការបញ្ជាគោកបីគឺអ្នកនរគ្នាអត់អាចបញ្ជាបានទេដូចយើងបើកឡានយើងចេះបើកឡានក៏យើងអាចបើកឡានទៅបានដែរអញ្ចឹងគោកបីដូចគ្នាមិនមែនប្រកាសថាវាជាលើវាទៅមុខទេណាអញ្ចឹងការបណ្ដាំមិញដូចគ្នាអញ្ចឹងគឺមានកបីខ្លះគោខ្លះអត់ដើរទៅមុខទេអញ្ចឹងនេះគឺជាបច្ចេកទេសនៃការបណ្ដាំគោកបីក៏ដូចជាអញ្ចឹងនេះគឺជាបច្ចេកទេសមួយក៏ដូចជាគេដំណើរមួយរបស់ខ្លួនឯងបន្តទៅឲ្យពាក់ព័ន្ធទៅនឹងវប្បធម៌អរិយធម៌ក៏ដូចជាពាក់ព័ន្ធទៅនឹងកីឡាមួយប្រភេទនេះដែរអញ្ចឹងអ្នកនរនេះចូលរួមមកគ្រប់គ្រងទាំងអស់គ្នានៅក្នុងខេត្តសៀមរាបព្រឹត្តិការណ៍អង្គរសង្គ្រាមឆ្នាំ2025នៅលើទឹកដីខេត្តសៀមរាបតតែម្ដងអ្នកនរនេះសួរគេថាបើសិនខ្ញុំប្រាប់ទៅអ្នកនរនេះអត់ស្គាល់នៅតែអត់ស្គាល់អញ្ចឹងសួរគេថាកន្លែងណាកន្លែងបណ្ដាំគោកបីសេះជើគេនឹងប្រាប់ឲ្យស្រួលរមែនតើអូខេអរគុណបាយជួបគ្នានៅវីដេអូក្រោយ